Ok,អ្នកនរគ្នាអញ្ចឹងវីដេអូនេះខ្ញុំធ្វើការបង្ហាញទាក់ទងនឹងការ restore default factory នៅលើក្បាលម៉ាស៊ីន debug របស់យើង Hikvision អូខេអញ្ចឹងពេលខ្លះម៉ាស៊ីនរបស់យើងឧទាហរណ៍ថាជាងកាមេរ៉ាគាត់អ្នកធ្វើផ្សេងហើយអ្នកក្រោយទៅផ្សេងអញ្ចឹងទាក់ទង password អាចមានការផ្លេចឬអីផ្សេងឬក៏ setting មួយចំនួនកំណត់ទៅវាខុសគ្នាអញ្ចឹងហើយអ្នកដែលគ្នាធ្វើក្រោយអាចនឹងពិបាកធ្វើអញ្ចឹងយើងអាចកំណត់ទៅជា default factory ហើយឲ្យវាទៅជា default រោងចក្រទាំងអស់អញ្ចឹងបងប្អូនអូខេអញ្ចឹងយើងចូលទៅកាន់ setting កន្លែងសញ្ញា maintenance ហ្នឹងអញ្ចឹងយើងរកកន្លែងយើងរកកន្លែង default នេះអញ្ចឹងបន្ទាប់មកយើងរកកន្លែង default យើងមើលកន្លែងfactory default អញ្ចឹង restore all to inactive setter and all setting include network and password អញ្ចឹងយើងយកទាំងអស់ទាំង inactive ហើយទាំង network អីផ្សេងអញ្ចឹងយើងយកអាហ្នឹងមកអញ្ចឹងយើង restore all អូខេបើឥឡូវយើង reset all setting to factory default លើញ network ហើយនឹង password setting ដល់នេះយើង reset ទៅទេស្អាតទាំងអស់ចេញពីរោងចក្រមិនគឺអញ្ចឹងអូខេអញ្ចឹងយើងយក factory default អូខេអញ្ចឹងយ៉ាអញ្ចឹងយើងរងចាំរៀងយូរតិចដែរទាក់ទងនឹង factory default ហ្នឹងឥឡូវវាធ្វើការ reset វាកំពុងតែ reboot បងប្អូនអូខេអញ្ចឹងវាចេញ logo Hikvision ហើយអាហ្នឹងគឺទៅលក្ខណៈ default ពីរោងចក្រទាំងអស់តែម្ដងអូខេអញ្ចឹងនៅពេលដែលវាទៅជា default ពីរោងចក្រគឺវាចាញ់បែបហ្នឹងអញ្ចឹងបន្ទាប់មកអ្នកទាំងអស់គ្នាធ្វើការកំណត់ setting វាឡើងវិញមកហើយដាក់ password ដាក់អីថ្មីឡើងវិញទាំងអស់